បងមានពាក្យពេចន៍អ្វីតាមផ្ញើទៅកាន់បងមួយចំនួនដែលគាត់រៀបកម្រោងក្នុងការដែលគាត់ត្រៀមនឹងចុះចុះឈ្មោះចាបើគ្រូស៊ីហើយទី2ទៀតបងដែលគាត់ខ្វះជំនាញណាអញ្ចឹងបងជួយ5ផ្ញើទៅខាងគាត់ទៅដើម្បីឲ្យគាត់បានដឹងពីកន្លែងហ្នឹងអញ្ចឹងណាចានឹងហើយខ្ញុំអត់មានអីច្រើនទេបងគ្រាន់ចង់ផ្ដាំផ្ញើថាដូចដែលអ្នកចង់បោកអាជីវកម្មបោកអ៊ុតដំបងអញ្ចឹងគួរជ្រើសរើសយក brand យក្សាដើម្បីទៅធ្វើដៃគូសហការបើកអាជីវកម្មដោយសារគាត់បានផ្ដល់ជំនាញឲ្យយើងច្បាស់លាស់គាត់ផ្ដល់បច្ចេកទេសសាប៊ូគាត់ល្អនិយាយទៅគាត់អាចប្រម៉ូទទីផ្សារយើងបានស្រាប់ទៀតអញ្ចឹងគួរតែជ្រើសរើសវាល្អអញ្ចឹងចាហើយជាចុងក្រោយបងចាំជួយបញ្ជាក់ទៅអតិថិជនបន្តិចទៅក្នុងការដែលបងបើកប្រេងយេសាបងប្រើឈ្មោះអីអាស័យដ្ឋានចឹងណាទីតាំងដែលបងបើកចាទីតាំងរបស់ខ្ញុំគឺនៅភូមិព្រៃព្រីងជើងសង្កាត់ពោធិ៍សែនជ័យហាងរបស់ខ្ញុំឈ្មោះយក្សាបោកអ៊ុតឆយីបងប្អូនទាំងអស់គ្នាអញ្ចឹងគាត់បានបញ្ជាក់ទីតាំងរបស់គាត់ហើយសម្រាប់ទីតាំងរបស់គាត់ដែលគាត់បើសមាជិកយក្សាគឺប្រើឈ្មោះថាយក្សាបោកអ៊ុតឆយីអញ្ចឹងសម្រាប់បងប្អូនដែលគាត់នៅស្រុកមួយហ្នឹងចាបងប្អូនអាចយក